การនេសាទនៅឯឆ្នេរសមុទ្រ fishing on the beach ឡើយមកមើលទាំងអស់គ្នាគេនេសាទបានអីខ្លះនេះគេដំបងឡើយគេមករកបានត្រីមួយគេហៅត្រីកពតណាបងប្អូនមើលមើលកពតសមុទ្រហើយកពតទឹកសាបយើងអត់ខុសគ្នាទេមើលប៉ោងចឹងដូចគ្នាត្រីកពតនេះហើយបន្ទាប់មកបានមឹកធំគួរសមមឹកគេមឹកដឹងលក់ថ្លៃណាគេរកបានថ្លៃមែនតើនៅខ្មែរយើង1គីឡូគួរសមដែររាប់ម៉ឺនបានតម្លៃខ្ពស់នៅឆ្នេរសមុទ្រនៅណាទេមានអញ្ចឹងខ្ញុំទៅនេសាទគេអត់មកចាំរកទៅលក់ទៅដូរអីទេរកគ្រាន់តែយើងធ្វើម្ហូបហ្នឹងក៏គួរសមដែរចាប់គេពេកមឹកថោមដាក់ស៊ីតមឹកដូចមឹកគេហៅមឹកគេអាធំមើលរាងគេដូចផ្កាយប៉ុណ្ណាណីតែបើមឹកទឹកទៅគេហៅមឹកកំពង់ដល់ពេលធំចិត្តដឹងគេហៅមឹកអីដែរបងប្អូនហើយមឹកមួយទៀតខ្ញុំអត់សូវចាប់អារម្មណ៍មឹកមិនចាប់អារម្មណ៍នោះខ្យងតែមានសត្វអីដូចជាហ្នឹងដូចជាក្តាមដឹងទៅនៅក្នុងហ្នឹងក៏ហមអីចេះហើយគាត់យកមួយណាពីរហ្នឹងខ្ញុំយកទាំងអស់ហើយឥឡូវយកមឹកទៀតណាវាបកែតោងជាប់ថ្មឡើងស្អិតគួរសមមើលគាត់បង្ហាញវាហុះដៃគាត់ឡើងក្រហមចុះអាជប់ទូចហ្នឹងបកែតោងគួរសមដែរហ្នឹងแล้วគេយកអីគេទៀតបន្ទាប់ពីមឹកហ្នឹងមកធំមកឡើងទៅលុកត្រីម្ដងត្រីតវែងនេះមិនមែនហៅត្រីតកែណាហើយត្រីឆ្លាំងទឹកសាបហើយនេះត្រីឆ្លាំងទឹកប្រៃភេទត្រីគេនេសាទដៃតទេហ្មងចាប់ត្រីបានមកហើយមិនចាំទៅរកឧបករណ៍អីញ៉ៃប្រើតែដៃទៅទេបើទឹករីងអស់ហើយហ្នឹងហើយនេះប៉ាវនេះដូចស្អីទេរៀងគេតែមើលស្នូកលើទៅដូចខ្យងហើយចាំមើលគាត់ចាប់មើលអាហ្នឹងអីគេសំខាន់អូខ្យងមែនតាធំហ្នឹងណាអូយសបោទៅតែមកសន្ទុះអីមកកាភ្លុះមកកាភ្លូនខ្យងមែនតែសិតតែទឹកណែខ្យងហ្នឹងច្បាច់មកចេញទឹកឡើងរូខ្យងមែនហ្នឹងណាសបោអាហារសមុទ្រដល់ហើយនៅកន្លែងតាមឆ្នេរគេនេះឆ្នេរនេះប្រហែលជាឆ្នេរសម្រាប់នេសាទតែហ្មងហើយព្រោះអីសបោអាហារសមុទ្រគួរសមហើយនៅខ្យងនេះមួយទៀតនឹងខ្យងអីគេដែរមើលទៅដូចអត់ច្បាស់ដែររឹងណាមើលរឹងក៏ជ្រឹះសបកវាណារឹងខ្លាំងហើយរាងក៏ស្អាតទៀតដូចថ្មហើយនេះងាវតែងាវនេះប្រភេទងាវធំប៉ុណ្ណាណីលោកដៃចូលទៀតងាវគៀបលើហើយអូងាវគៀបដូចក្តាមដែរអត់ចាញ់ក្តាមណាគាត់ងាវគៀបឡើងជាប់តេះលេះទៅហើយងាវគៀបគួរសមដែរនឹងអត់ចាញ់ក្តាមទេហើយនេះប្រភេទអីគេនេះសៃម៉ៃអូមិនមែនសៃម៉ៃទេនេះប្រហែលឆ្លើងសមុទ្រនឹងដឹងរៀងគេរៀងឡើងដូចតវែងគ្រឿងសមុទ្រខ្ញុំស្គាល់អត់ដែរស្គាល់ជាងគេតែបកាក្តាមអីហ្នឹងគឺស្គាល់ច្បាស់ហ្មងមឹកអីចឹងណាហើយបើពួកនេះអត់ស្គាល់ទេបកងក៏ស្គាល់ដែរដៃវាខុសពីបកាបកងគឺខុសពីបកាមែនតែបកងគឺនៅទឹកសាបហើយបកានៅទឹកប្រៃចឹងទៅឬក៏មានបកងទឹកប្រៃដែរខ្ញុំអត់ច្បាស់ទេចំណុចទៅហ្នឹងសារតែនេះអានេះប្រភេទស្អីគេមិញហ្នឹងដែលគេគាត់ឆ្លើងសមុទ្រហ្នឹងឯងអានេះដល់បើមានខ្យងទេណាខ្យងនេះល្អដែរគួរសមហើយអានេះគេចេះសៃម៉ៃដូចនេះមើលរូបរាងទៅដូចប្រដាប់ជូតផ្ទះវានេះចឹងណាសៃម៉ៃស្គាល់អត់អស់ទេបងប្អូនមួយទៀតខ្ញុំស្គាល់ដែរដូចគេថារសជាតិដូចស្តៀងពងទាគេហៅអីគេកម្ពម៉ាហ្នឹងស្គាល់ដែរនេះគាត់នេសាទឃើញកម្ពម៉ា oyster ក៏ខ្ញុំស្គាល់ដែរតែមួយចំនួនដូចអានេះអីអត់ស្គាល់សោះហ្មងដឹងប្រភេទអីគេទេសៃម៉ៃតុនក៏ទៅចាប់បានត្រីមួយទៀតដែរអូត្រីនេះពណ៌ស្អាតណាស់ចាប់បានជាប់លឿងហ្មង